ទស្សនទាំងអស់គ្នាថ្ងៃនេះយើងនិយាយអំពីប្រភេទនៃឡានតែយើងនិយាយអំពីប្រភេទដែលបែងចែកទៅតាមរូបរាងអញ្ចឹងប្រភេទនៃរថយន្តបែងចែកទៅតាមរូបរាងគឺមាន6ប្រភេទអូខេទី1យើងឃើញប្រភេទ sedan ណាប្រភេទ sedan គឺជាឡានដែលមានទ្វារ4ហើយចំពោះគូតក្រោយហ្នឹងគឺវាគេបែងចែកវាដាច់ពីផ្ទៃខាងក្នុងយើងតែងតែឃើញវានៅលើ Toyota Camry Honda Civic អូខេអញ្ចឹងប្រភេទទី2គឺជាប្រភេទ SUV SUV វាពេញមានន័យថា Sport Utility Vehicle វាគឺជាប្រភេទរថយន្តវាលក្ខណៈខ្ពស់លក្ខណៈធំប្រអប់ធំហើយវាជាប្រភេទដែលសម្បូរទៅបំពាក់ជាមួយនឹងប្រព័ន្ធ 4WD ឬក៏ AWD វាវិលកង់9ហ្នឹងហើយនៅស្រុកខ្មែរយើងគឺពេញនិយមមែនតើចំពោះ SUV ដែលសារតែវាស្រួលជាមួយនឹងផ្លូវលំបាកផ្លូវលេខទឹកអីមុំគឺអត់បញ្ហាទេកាប់ព្រៃអីគឺងាយស្រួលមែនតើហើយចំពោះប្រភេទទី3គឺប្រភេទ hatchback ប្រភេទ hatchback ហ្នឹងវាស្រដៀងជាមួយនឹងពួក sedan ដែរប៉ុន្តែវាខ្លីជាងហើយអាគូតក្រោយរបស់វាហ្នឹងគឺអត់ខណ្ឌចែកដាច់ពីផ្ទៃខាងក្នុងនៃរថយន្តទេគឺវា link បញ្ចូលគ្នាហើយភាគច្រើនយើងឃើញនៅលើ Toyota Prius ហើយនិង Mazda 2ហើយប្រភេទទី4គឺប្រភេទ coupe ឡានប្រភេទ coupe គឺជាទូទៅគឺមានទ្វារចំនួន2កៅអីមាន4អាចអង្គុយ 4-5 នាក់បានប៉ុន្តែគ្រាន់តែទ្វារជ្រោកហ្នឹងគឺបានតែ2ទេគេ design មកវារាងទូចបន្តិចហើយប៉ុន្តែគឺគេ design ដើម្បីអ្នកចូលចិត្តលេង style ឡានហើយនិងលេងល្បឿនហើយចំពោះប្រភេទទី5គឺប្រភេទ pickup truck ប្រភេទ pickup truck ហ្នឹងគឺជាប្រភេទដែលគូតក្រោយធំហើយខណ្ឌបែងចែកដាច់ពីផ្ទៃឡានខាងក្នុងហើយគូតខាងក្រោយវាហ្នឹងគឺយើងអាចដាក់អីវ៉ាន់បានច្រើនគេ design មកសម្រាប់ដឹកអីវ៉ាន់ធ្វើការក៏បានដឹកអីវ៉ាន់ដើរលេងក៏បានអូខេឡើងចុះភ្នំកាត់ព្រៃអីក៏បានយើងតែងតែឃើញនៅលើ Ford Ranger M150 Raptor ឬក៏ Toyota Hilux Vigo ហើយចុងក្រោយគឺប្រភេទទី6ជាប្រភេទ minivan ឬក៏គេហៅមួយទៀតថាប្រភេទ MPV គេ design មកបដោតទៅលើចំនួនអ្នកpassenger ច្រើនអ្នករួមដំណើរច្រើនហើយលក្ខណៈបែបគ្រួសារធំយើងតែងតែឃើញឡានប្រភេទToyota Alphard ដូច CLN ជាដើមបាទសូមអរគុណ